ឃើញត្រីឃើញអណ្ដើកឃើញស្វារួមជាមួយនឹងឃើញភ្នំពុកម៉ែបងប្អូនទាំងអស់គ្នាតែច្រឡំថានៅឆ្ងាយបាទគ្មានឆ្ងាយណាទេបាទគឺនៅក្បែរភ្នំពេញយើងនេះឯងបាទគឺនៅខេត្តកំពង់ស្ពឺបាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះដែរបាទខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនអរគ្នាបាទទៅទស្សនានៅកន្លែងទេសចរមួយទៀតដែលមានឈ្មោះថារមណីយដ្ឋានកសិទេសចររិទ្ធីសែនជ័យដែលស្ថិតនៅឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលមានចម្ងាយ50ទៅ60គីឡូម៉ែត្រពីទីក្រុងភ្នំពេញបាទឥឡូវនេះយើងចូលមកសាច់រឿងយើងវិញម្ដងបាទពុកម៉ែបងប្អូនអរគ្នាបាទឃើញកន្លែងចំោះជ្រូកទូចមួយទេបាទចាំខ្ញុំរៀបរាប់ប្រាប់តាមក្រោយបាទទិសដៅដែលខ្ញុំចេញនេះគឺចេញពីពិភពថ្មីចំការដូងមួយបាទហើយខ្ញុំធ្វើការជិះតាមផ្លូវព្រៃសរបាទចាក់ទៅវត្តទួលស្លែងហើយធ្វើការបត់ឆ្វេងដៃបាទគឺជិះតាមផ្លូវជាតិលេខ3តាមក្រោមស្ពានក្បាត់ក្រុងបាទសំដៅទៅផ្សារព្រៃទទឹងបាទនៅពេលដែលពុកម៉ែបងប្អូនអរគ្នាបាទធ្វើដំណើរទៅដល់ស្តុបផ្សារព្រៃទទឹងគឺយើងបត់ទៅខាងស្ដាំដៃជិះតាមភូមិរកាកោះរហូតទៅដល់ផ្លូវ51បាទទៅដល់ផ្លូវ51នេះពុកម៉ែបងប្អូនអរគ្នាមិនបាច់ទៅណាទេបាទគឺយើងឆ្លងស្តុបជិះទៅត្រង់រហូតទៀតតើតែដែលខ្ញុំថាទៅដល់កន្លែងចំោះជ្រូកតូចហ្នឹងពុកម៉ែបងប្អូនអរគ្នាបត់ទៅខាងឆ្វេងដៃនៅអមសងខាងផ្លូវចំោះជ្រូកបត់ចូលនេះគឺយើងមានក្រាសាំងអមសងខាងផងដែរហើយអ្វីដែលកត់សម្គាល់ដែលត្រូវចំណាំមួយទៀតនោះគឺមុននឹងដល់កន្លែងចំោះជ្រូកនេះគឺបងប្អូនទាំងអស់គ្នាមើលនៅខាងវាលគឺមានការសាងសង់ដូចជាឃ្លាំងឬមួយក៏ជាផ្សារបងប្អូនអាចសារទៅមើលវីដេអូដែលខ្ញុំបានរំលងហើយមិញនេះហើយអាចទៅមើលវិញម្ដងទៀតបានហើយដល់កន្លែងចំណុចសាងសង់នេះគឺចូលដល់ភូមិគឺភូមិនេះតែម្ដងដែលយើងត្រូវបត់ចូលខាងឆ្វេងដៃដើម្បីតម្រង់ទៅរមណីយដ្ឋានកសិទេសចររិទ្ធីសែនជ័យហើយមានបងប្អូនខ្លះគាត់ឆ្ងល់ថាចុះយើងមិនជិះតាម map បាទគឺតាម map គឺជិះបានក៏ប៉ុន្តែបើតាមដែលផ្លូវខ្ញុំប្រាប់នេះគឺផ្លូវត្រង់តែម្ដងបានបាច់រកអីច្រើនណានៃទេបាទហើយចិត្តទៀតបាទហើយស្រួលជិះហើយឥឡូវនេះវីដេអូមកដល់កន្លែងទេសចរហើយប៉ុន្តែខ្ញុំនេះនៅរៀបរាប់ផ្លូវនៅឡើយទេបាទបាទឥឡូវនេះគឺយើងមកដល់នឹងកន្លែងទិញសម្បត្តិហើយកន្លែងទិញសម្បត្តិនេះផងដែរបាទគឺមួយម៉ូតូគឺតម្លៃ 5,000 រៀលតែសម្រាប់រថយន្តបាទគឺខ្ញុំអត់បានដឹងទេដោយសារអីខ្ញុំធ្វើដំណើរតាមម៉ូតូអញ្ចឹងណាពុកម៉ែបងប្អូនគ្នាមេត្តាសូមអធិស្ឋានផងហើយយើងមើលទៅជាមួយនឹងទេសភាពបាទនៅតាមផ្លូវច្រកចូលបាទគឺអមទៅដោយបាទគេហៅថារុក្ខជាតិខៀវខ្ចីតែម្ដងបាទរីឯផ្លូវគឺស្រួលជិះបាទធំទូលាយបាទគឺមើលទៅគឺស្អាតប្លែកភ្នែកតែម្ដងបាទនៅរមណីយដ្ឋាននេះផងដែរបាទគឺមានកន្លែងប្រណាំងម៉ូតូបាទការជិះឡូរីហើយជាមួយនឹងកន្លែងចិញ្ចឹមសត្វជាដំណាំជាច្រើនមុខដែលជារបស់លោកអ៊ំម៉ុងរទ្ធីផងដែរអូខ្ញុំភ្លេចប្រាប់មុនពេលដែលពុកម៉ែបងប្អូនអរគ្នាចូលទៅក្នុងឧទ្យានកុំភ្លេចណាតិចម្ហូបយកទៅហូបផងប្រយ័ត្នអត់មានអីហូបឥឡូវនេះយើងវិលត្រឡប់មកមើលការធ្វើដំណើរយើងវិញម្ដងបាទការធ្វើដំណើរនេះគឺធ្វើដំណើរតាមជើងភ្នំបាទហើយយើងមានអារម្មណ៍ថាធ្វើដំណើរបដើបាទមើលទេសភាពបដើបាទជាប់ជើងភ្នំឃើញព្រៃព្រឹក្សាបាទមើលទៅគឺលក្ខណៈហៅថាស្រស់ស្រាយតែម្ដងហើយរួមជាមួយនឹងខ្យល់មកបក់រវិចផងដែរនោះបាទគឺអារម្មណ៍គឺមានភាពសប្បាយរីករាយខ្លាំងណាស់បាទហើយឥឡូវនេះគឺឆ្លៀតបាទគឺអត់មានម៉ូតូធ្វើដំណើរទេឡានក៏មានដែរអញ្ចឹងក៏ឆ្លៀត selfie បន្តិចទៅបាទហើយឲ្យមានអនុស្សាវរីយ៍បាទឥឡូវនេះយើងធ្វើដំណើរទៅសួនសត្វរបស់លោកអ៊ំម៉ុងរទ្ធីឥឡូវនេះយើងមកដល់កន្លែងសួនសត្វហើយពុកម៉ែបងប្អូនអរគ្នាហើយយើងឃើញឯការចតឡានចតអីគឺច្រើនណាដែលពុកម៉ែបងប្អូនគាត់ចូលទៅទស្សនាសួនសត្វណាបាទហើយឥឡូវនេះយើងធ្វើការផ្ញើម៉ូតូសិនបាទមិននឹងចូលទៅមើលទស្សនាសត្វណាប៉ុន្តែរីកាគាត់ឃើញសត្វពពែគាត់ចេះតែចង្អុលហើយខ្ញុំក៏ចេះឆ្ងល់ស្អីគេបាទក៏លេចមកទៅគឺពពែហើយមានលោកបងប្អូនសន្សុខគាត់ឃើញអវ៉ាន់ខ្ញុំច្រើនណាគាត់ថាចេះបងតបោះតង់នៅទីណាខ្ញុំថាអើយបងហើយខ្ញុំមានបោះតង់ទេនេះគឺសុទ្ធតែសម្ភារៈកូនក្មេងកូនទូចទេឥឡូវចូលមកដំបូងបាទគឺជាសត្វស្កាបាទសត្វស្កាខ្ញុំឃើញសត្វស្កាខ្ញុំនឹកទៅដល់រឿងមាយើងណាពុកបងប្អូនអរគ្នាហើយនេះគឺជាសត្វឥន្ទ្រីបាទឥន្ទ្រីមួយក្បាលហើយបន្តមកទៀតបាទគឺជាសត្វខ្លាឃ្មុំបាទបន្តពីសត្វខ្លាឃ្មុំមកបាទគឺជាសត្វឆ្កែចចកណាបាទគឺឆ្កែចចកពុកម៉ែបងប្អូនអរគ្នាហើយបន្តពីសត្វឆ្កែចចកបាទគឺសត្វស្វាប៉ុន្តែស្វាហ្នឹងខ្ញុំច្រឡោះមិនដឹងថាស្វាអីទេតែខ្ញុំហៅថាស្វាឪអញ្ចឹងណាហើយមើលគេលំអស់ពងខ
គេរញចុះរញឡើងអេសចុះឲ្យឡើងខ្ញុំគិតឃើញថាយីចេះតែក្រឃើញហើយបន្ទាប់ពីហ្នឹងទៅយើងធ្វើដំណើរទៅកន្លែងមួយកន្លែងទៀតបាទនេះគឺជាសត្វគេហៅថាគ្រួចឯពុកម៉ែបងប្អូនអរគ្នាខ្ញុំរឿងមកវែងដែរបាទហើយនេះគឺជាសត្វបង្គួយយក្សបាទមានពីរពណ៌ពណ៌ក្រោះទឹកក្រូចហើយនឹងពណ៌គេហៅថាពណ៌រៀងខៀវណាបាទហើយនេះគឺសត្វប្រវែកបាទខ្ញុំចេះថាទៅបងប្អូនអរគ្នាហើយនេះគឺជាកូនហៅថាកូនកណ្ដុរណាកូនកណ្ដុរកាត់ហើយមន់ព្រៃបាទហើយលលើកនិយាយពីថាខ្ញុំធ្លាប់តែឃើញលលើកស្រែដល់ពេលលលើកនេះមិនដឹងថាលលើកអីទេហើយនេះសារកាកែវក្របីណាហើយនេះគឺជាសត្វស្វាព្រាមគេហ្នឹងខ្ញុំហៅថាសត្វតូចបាទហើយនេះគឺជាសត្វអាញីណាតែដេកបាត់ហើយពុកម៉ែបងប្អូនគ្នាហើយនេះគឺជាសត្វកង្កោកបាទកង្កោកមានកង្កោកសមានកង្កោកលីពណ៌ហើយនេះផងដែរគឺជាសត្វស្វាព្រាមបាទនិយាយទៅគឺរូបរាងដូចជាមួយនឹងស្វាដែរពុកម៉ែបងប្អូនគ្នាហើយនេះគឺជាសត្វមៀមបាទហើយមួយនេះគឺជាសត្វខ្លែងស្រាបាទហើយយើងមើលទៅភ្នែកធំណាបាទហើយនេះគឺជាក្តាន់និងឆ្លុះបាទគឺក្តាន់និងឆ្លុះគឺនៅក្បែរគ្នានេះឯងហើយនេះគឺខ្ញុំមើលអត់ចង់ឃើញទេពុកម៉ែបងប្អូនគ្នាគេហៅថាសត្វក្តាន់ញ៉ែងហើយសត្វក្តាន់នេះគឺមានឈ្មោះតែក្តាន់បាទក៏ប៉ុន្តែមើលទៅគឺទូចមើលអត់ចង់ឃើញទេបាទនេះគឺជាស្រះចិញ្ចឹមត្រីបាទហើយនេះគឺជាសត្វតោបាទតោនៅនេះដូចមានជា3ដូចជា3ក្បាលមិនដឹង4ក្បាលនឹងបងប្អូនគ្នាប៉ុន្តែខ្ញុំទៅឃើញតែ3ទេបាទហើយនេះគឺជាសត្វទន្សងណាបាទហើយទន្សងមួយដេកបាទទន្សងមួយទៀតគឺនៅលិតមាត់លិតកោនៅហ្នឹងហើយបាទអីទេបាទនៅដេកនឹងកាលៀតគៀតកោះនឹងឯងបាទមើលមិនចង់ស្គាល់ទេបាទហើយនៅនេះគឺជាសត្វបង្គួយយក្សបាទសត្វបង្គួយយក្សបន្តទៅទៀតនោះគឺជាសត្វបាទសំពោចបាទសត្វតែពេលដែលខ្ញុំទៅហ្នឹងគឺឡើងដេកអស់លេងហើយគ្មានអ្នកណាគេធ្វើចលនាមួយទេពុកម៉ែបងប្អូនអរគ្នាបាទមានតែសត្វក្អែកទេបាទនៅចឹកហើតិចតួចឲ្យឃើញហ្នឹងកើទៅហ្នឹងដេកអស់លេងហើយបាទម៉ោងថ្ងៃម៉ោងមិន10 2 10ដែរបាទហើយនេះបាទគឺជាសត្វអឺកម្មប្រមាបាទសត្វកម្មប្រមានេះអត់ហ៊ាននៅចិត្តទេបាទប៉ុន្តែជូតស្អាតល្អបាទឃើញចង់ឲ្យចាប់ប៉ះអីដែរហ្នឹងបាទប៉ុន្តែដូចសម័យរូបភាពគេថាសត្វហ្នឹងគេហៅថាអីគេមុតនឹងបន្លាវាទៅខាងក្រោយណាបាទអញ្ចឹងចេះតែខ្លាចដែរបាទបន្តមកទៀតបាទគឺជាសត្វពង្រូលហ្នឹងក៏ដេកដែរនោះនៅកលិតថ្មនោះបាទគេដេកអស់ហើយមើលខ្លាអីដេកនៅគុំអាស័យអស់លេងកលាត់អស់ហើយខ្ញុំទៅនឹងគឺចំថ្ងៃដែលគេដេកអស់ហើយបាទនៅតែសត្វស្វាទេនេះបាទគឺស្វានៅអង្គុយបាទជុំកូនជុំចៅហ្នឹងទៅភាសាគ្នានឹងរឿងស្អីទេក្នុងជីវិតទាំងនោះបាទហើយនេះរីកាបាទគឺគាត់នៅមើលស្វាហ្នឹងណាបាទឃើញសត្វគឺចង្អុលដល់រហូតឲ្យតែម៉ែឪហ្នឹងច្បាស់ឆ្លើយរហូតហ្នឹងបាទចង់ហត់ដៃបាទហើយនេះគឺគេអង្គុយសែតកើតតុកមិនដឹងស្អីរឿងអីខ្លះទេបាទនិយាយពីថាសែតនោះសែតជាងមនុស្សទៅទៀតបាទហើយយើងមកមើលនេះសត្វនេះគឺមិនដឹងសត្វអីទេបាទសត្វប្រវែកមិនដឹងសត្វទាមិនដឹងទេបែកចែកច្បាស់ទេបាទឃើញលឿនទៅហើយនៅកន្លែងនេះបាទគឺកង្កោកបាទស្អាតមែនតើតែគាត់ថាខ្ញុំថតនេះគឺអត់បានស្អាតទេបាទដោយសារគឺនៅឆ្ងាយហើយនេះគឺជាមន់អ្វីទៅពុកម៉ែបងប្អូនអរគ្នាបាទស្គាល់ជួយប្រាប់ផងបាទខ្ញុំអីដូចជាហៅមន់ចាប់ឡាក់មិនទេដើរមកមើលលោកតាអណ្ដើកវិញម្ដងបាទហើយលោកតាអណ្ដើកនេះផងដែរបាទគឺធំតែម្ដងហើយមានបងប្អូនខ្លះគាត់ថាគាត់ទៅដេកតែរហូតដល់ថ្ងៃនេះដើរក៏ល្អម្លេះបាទតែខ្ញុំមិនដឹងដែរពុកម៉ែបងប្អូនអើយបាទធ្វើម៉េចគេហៅថាសំណាងបាទផ្សេងអត់សំណាងទេជាមួយអណ្ដើកគឺសំណាងតែម្ដងហើយឥឡូវនេះយើងមកមើលស្រះចិញ្ចឹមត្រីគេហៅហ្នឹងគឺគេហៅត្រីខយពុកម៉ែបងប្អូនអរគ្នាបាទខ្ញុំមិនសូវជាស្គាល់ដែរហើយនៅពពាក់ពពូនៅហ្នឹងបាទរយចំណៃហើយយើងមើលទេសភាពលើគឺស្អាតទឹកគឺថ្លាយ៉ងតែម្ដងបាទគ្មានក្លិនគ្មានអីទេបាទហើយឥឡូវនេះយើងគិតថាថតចុះថតឡើងក៏នាំគ្នាចេញពីកន្លែងសួនសត្វបាទទៅរកកន្លែងដែលត្រូវការគេហៅថាសម្រាប់បាយថ្ងៃត្រង់ណាពុកម៉ែបងប្អូនគ្នាដោយសារថ្ងៃនេះគឺម៉ោងបាន10 7 2 10ដែរអញ្ចឹងហើយក៏នាំគ្នាទៅហូបអាហារថ្ងៃត្រង់សិនហើយអាហារថ្ងៃត្រង់គ្មានអីទេពុកម៉ែបងប្អូនគ្នាបាទគឺវិចយកទៅពីផ្ទះហ្នឹងហើយវិចទៅហើយបាយទឹកមានអស់ហើយតែអ្វីដែលផ្លេចនោះគឺផ្លេចកាតេលបាទអត់បានជួកញ្ចុះទេបាទកញ្ចុះគឺគេហៅថាស្អាតពេកបាទហើយអញ្ចឹងទៅ
តឡៃក៏គ្រាន់បើដៃចឹងណាចឹងក៏មកអង្គុយនៅមាត់ទឹកបាទមើលហូបបាយបដាបាទមើលទេសភាពបដាបាទគឺស្រស់ស្រាយតែម្ដងខ្ញុំសរសើរបាទគឺសរសើរទីធ្លាគឺការរៀបចំចេញមកគឺស្អាតបែបធម្មជាតិគឺស្អាតតែម្ដងបាទមានពុកម៉ែបងប្អូនខ្លះគាត់ stress គាត់ពិបាកចិត្តអីបាទអាចទៅអង្គុយលេងនៅទីនេះបានបាទគឺថាឃើញគឺស្រឡះមុខស្រឡះមាត់តែម្ដងបាទមិនថាខ្ញុំមិនថាគេទេពុកម៉ែបងប្អូនអរគ្នាបាទមើលតាមវីដេអូនេះឃើញហើយបាទគឺមានពុកម៉ែបងប្អូនជាច្រើនដែលគាត់ទាំងក្រុមគ្រួសារបាទគឺទៅហូបអាហារថ្ងៃត្រង់នៅមាត់ទឹកនេះណាបាទគឺគាត់ហូបបដាវិភាសាគ្នារឿងគ្រួសាររឿងការងាររឿងលំបាកចិត្តរឿងស្នេហាអីចឹងណាអាចនិយាយបាននៅក្នុងបរិវេណនេះបានផងដែរបាទអត់មានការហាមឃាត់ទេប៉ុន្តែអ្វីដែលជាពិសេសបាទគឺពុកម៉ែបងប្អូនអរគ្នាបាទហូបអាហារហើយកុំភ្លេចយកសម្រាមទៅចោលក្នុងធុងសម្រាមផងកន្លែងនេះផងដែរខ្ញុំអ្វីដែលខ្ញុំចង់សរសើរគឺធុងសម្រាមពុកម៉ែបងប្អូនអរគ្នាបាទធុងសម្រាមគឺ10-20 ម៉ែត្រមួយ10-20 ម៉ែត្រមួយបើសិនជានៅតែមានសម្រាមទៀតនឹងន័យថាមនុស្សយើងអត់ចេះគិតទេបាទហើយនេះការហូបចុកជប់ជុំបាទហើយខាងនោះក៏គេដាក់ជាក់ទៅបាទខាងខ្ញុំនេះក៏បាយចឹងទៅក៏ប៉ុន្តែមើលមកហូបបាទនៅមុខអ្នកនេះហូបបាយច្រើនជាងអ្នកជាក់ទៀតហ៎ហើយបន្ទាប់ពីហូបហើយបាទនាំគ្នាលេងនៅមាត់ទឹកហ្នឹងទៅបាទមើលភ្នំមើលទឹកមើលព្រៃមើលគោចឹងទៅនេះជាគោរបស់លោកអ៊ំណាខ្ញុំអង្គុយមើលតែមួយថ្ងៃហើយដើរអត់តន់អស់ទៀតបាទនិយាយថាពីច្រើនហើយនេះក៏សេះបាទរីកាគាត់ចូលចិត្តឃើញសត្វបាទគាត់នាំមកមើលផ្ទាល់តែម្ដងហើយឥឡូវនេះយើងបានធ្វើដំណើរចេញមកវិញហើយបាទអញ្ចឹងអ្វីដែលខ្ញុំធ្វើដំណើរគឺបានតែមួយកន្លែងទេបាទនៅកន្លែងជិះឡូរីហើយនឹងជាមួយនឹងកន្លែងប្រណាំងម៉ូតូតែខ្ញុំអត់បានទៅមេឃងឹតហើយបាទហើយមេឃភ្លៀងទៀតថ្ងៃដែលខ្ញុំទៅហ្នឹងបាទនិយាយទៅឲ្យតែខ្ញុំទៅណាគឺផ្លូវភ្លៀងតែម្ដងព្រោះដោយសារអីនៅទីនេះអត់មានភ្លៀងទេបាទពុកម៉ែបងប្អូនមើលវីដេអូតាំងពីខាងដើមបាទសំណាបអីគឺងាប់ខ្ទេចខ្ទីអស់ហើយបាទដល់ពេលថ្ងៃដែលខ្ញុំទៅគឺមេឃភ្លៀងខ្ញុំអត់យល់ណាពេលអញ្ចឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញខ្ញុំកន្លែងណាដែលរាំងយកខ្ញុំទៅដល់តែភ្លៀងហើយបាទនេះធុងសម្រាមបាទហើយពេលខ្លះពុកម៉ែបងប្អូនគិតថាថ្ងៃនេះអីក៏អត្ថាធិប្បាយលឿនម្លេះបាទដោយសារវីដេអូខ្ញុំបានចែកជូនទៅពុកម៉ែបងប្អូនទស្សនាកន្លងមករួចទៅហើយបាទដូច្នេះហើយក៏ធ្វើឲ្យខ្ញុំបាទគឺការធ្វើអត្ថាធិប្បាយលឿនតែម្ដងហើយខ្ញុំបាទនៅមានវីដេអូជាច្រើនទៀតសម្រាប់ចែកជូនទៅពុកម៉ែបងប្អូនអរគ្នាបាទហើយវីដេអូនេះគឺសូមចប់ត្រឹមនេះហើយមុននឹងបញ្ចប់ទៅខ្ញុំបាទក៏សូមអរគុណបាទសម្រាប់ការទស្សនាវីដេអូខ្ញុំតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចប់ខ្ញុំបាទសូមខន្តីនឹងអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយណាដែលកើតឡើងនៅក្នុងវីដេអូនេះទាំងការអត្ថាធិប្បាយទាំងការថតឬមកខុសត្រង់ចំណុចណាក៏សូមមេត្តាខន្តីនឹងអភ័យទោសដល់រូបខ្ញុំបាទផងបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមគោរពលា